បាននៅខែទាំងឡាយនៅបរិវេណខាងមុខអញ្ចឹងគឺរបស់ញាតិមិត្តពុទ្ធបរិស័ទទាំងឡាយគឺអំពើដែលព្រមរកលើសេចក្តីសុខសេចក្តីចម្រើនតែខ្លួនយ៉ាងដូចជាញាតិមិត្តពុទ្ធបរិស័ទទាំងឡាយគឺណាថែរក្សានៅប្រពៃណីជំនាញទម្លាប់នៃយើងព្រោះនេះហើយជាប្រពៃណីជំនាញទម្លាប់របស់ផ្ទះយើងតាំងពីយូរណាស់មកហើយគឺជាប្រពៃណីរបស់ខាងយើងដែលអូនតាយើងបានបន្សល់ទុកមកឲ្យយើងកាប់ឡើងថែរក្សាដល់ជួយណា